សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមធ្វើការណែនាំនៅវត្ថុអនុស្សាវរីយ៍ដែលមានលក្ខណៈពិសេសមួយប្រភេទគឺធ្វើពីផ្កាស្រល់ធម្មជាតិហើយធ្វើដោយដៃនេះគឺជាកន្ត្រកផ្កានៃផ្កាស្រល់ធម្មជាតិដើមស្រល់គឺជាប្រភេទរុក្ខជាតិដែលអាចរស់នៅបានរាប់ពាន់ឆ្នាំដើមស្រល់ធំឡើងយឺតតែរឹងមាំនិងអត់ធន់នៅក្រោមខ្យល់ត្រជាក់និងពេលវេលានៅក្នុងជំនឿស្រល់តំណាងឲ្យក្តីស្រឡាញ់ក្តីសុខសុភមង្គលកម្លាំងនិងអារម្មណ៍មិនតែប៉ុណ្ណោះស្រល់ក៏តំណាងឲ្យភាពរីកចម្រើនភាពយូរអង្វែងស្ថិរភាពនិងការរស់នៅដែលមិនរលាយទៅតាមពេលវេលាពីដើមឈើដែលមានអាយុកាលវែងផ្កាស្រល់តូចៗបានក្លាយទៅជាវត្ថុអនុស្សាវរីយ៍មិនមែនគ្រាន់តែជារបស់តែស្រល់គឺជាអ្វីមួយដែលរក្សាអារម្មណ៍និងអនុស្សាវរីយ៍ឲ្យនៅជាមួយអ្នកបានយូរការកែច្នៃនេះមិនមែនបានន័យថាយើងធ្វើការផ្លាស់ប្ដូរធម្មជាតិទេប៉ុន្តែយើងធ្វើឲ្យអារម្មណ៍បានមានភាពស្រស់ស្អាតបានបញ្ចេញជារូបរាងមក